ខ្ញុំសូមជម្រាបសួរថ្ងៃនេះខ្ញុំមានមេរៀនមួយស្ដីអំពីសេចក្តីទំនាយផ្សេងមុនដែលព្រះយេស៊ូវគ្រីស្ទយាងមកជាលើកទី2គោលបំណងគឺដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងនិងស្គាល់ពីសេចក្តីទំនាយក្នុងព្រះគម្ពីរបរិសុទ្ធដែលនិយាយអំពីការយាងមកជាលើកទី2របស់ព្រះយេស៊ូវគ្រីស្ទព្រមទាំងទីសម្គាល់ផ្សេងៗនិងការត្រៀមខ្លួនរបស់អ្នកជឿការយាងមកជាលើកទី2របស់ព្រះយេស៊ូវគ្រីស្ទគឺជាសេចក្តីសង្ឃឹមដ៏ធំបំផុតរបស់គ្រិស្តបរិស័ទព្រះគម្ពីរបានថ្លែងអំពីការយាងមកនេះតាំងពីគម្ពីរសញ្ញាចាស់រហូតដល់គម្ពីរសញ្ញាថ្មីតាមរយៈព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទផ្ទាល់និងពួកសាវកផ្នែកទី1សេចក្តីទំនាយក្នុងព្រះគម្ពីរសញ្ញាចាស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់បានប្រកាសអំពីការយាងមករបស់ព្រះអម្ចាស់ដើម្បីជំនុំជម្រះនិងសង្គ្រោះរាជរបស់ទ្រង់ទី1ទំនាយអំពីការយាងមកដើម្បីជំនុំជម្រះក្នុងទំនុកបង្កើងចំពោះ96ខ13គឺនៅចំពោះព្រះយេហូវ៉ាត្បិតទ្រង់យាងមកគឺទ្រង់យាងមកដើម្បីជំនុំជម្រះផែនដីទ្រង់នឹងជំនុំជម្រះលោកីដោយសេចក្តីសុចរិតព្រមទាំងសះទាំងប៉ុន្មានដោយសេចក្តីពិតត្រង់របស់ទ្រង់ទំនុកបង្កើងចំពោះទី98ខ9គឺនៅចំពោះព្រះយេហូវ៉ាត្បិតទ្រង់យាងមកដើម្បីជំនុំជម្រះផែនដីទ្រង់នឹងជំនុំជម្រះលោកីដោយសេចក្តីសុចរិតហើយអស់ទាំងសះដោយសេចក្តីទាំងត្រង់ចំពោះទំនុកបង្កើងចំពោះទី50ខ3ព្រះនៃយើងខ្ញុំទ្រង់យាងមកហើយមិននៅស្ងៀមទេមានភ្លើងឆេះនៅចំពោះទ្រង់ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរាចំណុចទី2ទំនាយអំពីការយាងមកដោយសិរីរុងរឿងក្នុងគម្ពីរអេសាយចំពោះទី66ខទី15ត្បិតមើលព្រះយេហូវ៉ាទ្រង់នឹងយាងមកនាំទាំងភ្លើងមកជាមួយហើយព្រះរាជរថរបស់ទ្រង់នឹងបានដូចជាខ្យល់គួចដើម្បីនឹងសម្រេចតាមសេចក្តីខ្ញាល់ដ៏សាហាវរបស់ទ្រង់និងតាមពាក្យស្តីបន្ទោសរបស់ទ្រង់ដោយសារអណ្ដាតភ្លើងអេសាយ40ខទី5នោះសេរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមកគ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នាត្បិតព្រះអស់នៃព្រះយេហូវ៉ាបានមានបន្ទូលហើយក្នុងអេសាយចំពោះទី35ខទី4ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថាចូលឲ្យមានកម្លាំងចុះកុំឲ្យខ្លាចឡើយមើលព្រះនៃអ្នករាល់គ្នាទ្រង់នឹងយាងមកសងសឹកហើយនឹងយករង្វាន់របស់ព្រះមកទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នាចំណុចទី3ទំនាយរបស់ហោរាដានីយ៉ែលនិងសាការីក្នុងសៀវភៅព្រះគម្ពីរដានីយ៉ែលចំពោះទី7ខទី13ដល់14ខ្ញុំក៏ឃើញក្នុងការជាក់ស្ដែងពេលយប់នោះមានមួយអង្គដូចជាមនុស្សជាតិទ្រង់យាងមកក្នុងពពកឯដ៏អាកាសទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះហើយមានគេនាំចូលទៅចំពោះព្រះអង្គនោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រងនិងសិរីល្អព្រមទាំងឲ្យមានរាជផងដើម្បីឲ្យបណ្ដាជនទាំងឡាយសាសដទៃនិងមនុស្សគ្រប់ភាសាបានគោរពដល់ទ្រង់ឯអំណាចគ្រប់គ្រងរបស់ទ្រង់នោះក៏ស្ថិតស្ថេរនៅអស់កលឥតដែលកន្លងបាត់ឡើយហើយរាជរបស់ទ្រង់នឹងបំផ្លាញមិនបាត់ផងក្នុងសាការីចំពោះទី14ខទី5និង6នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញត្បិតចន្លោះភ្នំនោះនឹងរហូតដល់អាសែលឯងរាល់គ្នានឹងរត់ដូចបានរត់ពីការកក្រៅដីនៅក្នុងរាជអូសៀជាស្ដេចយូដានោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំទ្រង់នឹងយាងមកមានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយនៅថ្ងៃនោះពន្លឺនឹងមិនភ្លឺច្បាស់ឬងងឹតផង
នៅក្នុងគម្ពីរម៉ាឡាគីចំពោះទី3ខទី1និង2មើលអញចាត់ទូតឲ្យទៅគាត់នឹងរៀបចំផ្លូវនៅមុខអញហើយព្រះអម្ចាស់ដែលឯងរកគ្នាស្វែងរកនោះទ្រង់លោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាមឯទូតដែលនាំសេចក្តីសញ្ញាមកជាសេចក្តីសញ្ញាដែលឯងរកគ្នាចង់បានទាំងម្លេះនោះមើលណទ្រង់យាងមកនេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារតែមានអ្នកឯណាធន់នៅបានក្នុងកាលដែលទ្រង់យាងមកនោះតើអ្នកណានឹងឈរនៅក្នុងកាលដែលទ្រង់លេចមកត្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ជាងសម្រស់ហើយដូចជាក្បង់របស់ជាងប្រមោកសូមរងចាំទស្សនានិងតាមដានផ្នែកទី2ដែលនិយាយអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីការយាងមកវិញបាទសូមអរគុណច្រើនសូមព្រះអង្គប្រទានពរ